ស្វាគមន៍កម្មការប្លុកទី2របស់ខ្ញុំថ្ងៃនេះខ្ញុំមានមនុស្សមួយចូលបង្ហាញទៅអ្នកទាំងអស់គ្នានោះគឺពីរបៀបធ្វើទឹកស៊ុបមួយដែលមានរសជាតិឈ្ងុយឆ្ងាញ់និងមានអត្ថប្រយោជន៍ទៅដល់សុខភាពបងប្អូននេះគឺជាវិធីសាស្ត្រនៅក្នុងការធ្វើទឹកស៊ុបដើម្បីឲ្យទឹកស៊ុបរបស់យើងមានរសជាតិឈ្ងុយឆ្ងាញ់និងគុំគ្រួសាររបស់យើងមានសុខភាពល្អខ្ញុំជម្រាបថាវីដេអូនេះនឹងជួយអ្នកទាំងអស់គ្នាបានអត់មានអីពិសេសទេគឺថាយើងដាក់គល់ជីបន្សុយដើម្បីយើងបង្កើនពីក្លិនឈ្ងុយរបស់យើងឲ្យកាន់តែមានភាពឈ្ងុយហើយនឹងមានរសជាតិហើយធ្វើឲ្យយើងចង់ញ៉ាំហើយយើងធ្វើការបន្ថែមគ្រឿងមានបាយបច្ចេកក៏តាមទម្លាប់របស់ដូចអ្នកនរគ្នាធ្វើដែរហើយបន្តមកយើងអាចបន្ថែមមួយទឹកបន្តិចដែលយើងប្រើប្រាស់ជាមួយនឹងទឹកយើងរូបក្បាលអេកូយើងប្រើជាមួយនឹងទឹកយើងរូបគោដែលជាផលិតផលរបស់ខ្មែរចុះបើថាយើងគ្រប់គ្រងនៅប្រទេសក៏តាមទម្លាប់របស់ដូចអ្នកនរគ្នាធ្វើដែរហើយបន្តមកយើងអាចបន្ថែមមួយទឹកយើងបន្តិចដែលយើងប្រើប្រាស់ជាមួយនឹងទឹកយើងរូបក្បាលអេកូយើងប្រើជាមួយនឹងទឹកយើងរូបគោដែលជាផលិតផលរបស់ខ្មែរចុះបើថាយើងគ្រប់គ្រងនៅផលិតផលខ្មែរយើងចូលរួមចំណែកធ្វើការពិធីការបន្ថែមទៀតអូខេបន្តមកយើងធ្វើការកូរឲ្យវាល្អហើយយើងអាចជួយបន្ថែមទៅជាមួយនឹងទឹកប៉មទេណាទឹកប្រេងអូលីវយើងបន្ថែមជាមួយនឹងទឹកប្រេងអូលីវបន្ថែមបន្តិចទៀតដើម្បីឲ្យរសជាតិរបស់ស៊ុបរបស់យើងកាន់តែមានភាពឈ្ងុយឆ្ងាញ់បងប្អូនតាក់ទងជាមួយនឹងនេះគឺប្រេងខ្យងយើងបន្ថែមនៅប្រេងខ្យងបន្ថែមបន្តិចទៀតហើយចង់បញ្ជាក់ទៅបងប្អូនណាថាសម្រាប់ស៊ុបដែលយើងបង្កើនឲ្យវាឈ្ងុយហើយឆ្ងាញ់យើងគួរតែប្រើម្រេចដែលជាប្រភេទម្រេចគ្រាប់កុំប្រើជាប្រភេទម្រេចបោះទៅយើងប្រើជាប្រភេទម្រេចគ្រាប់ទៅព្រោះវាធ្វើឲ្យសម្លឬក៏ទឹករបស់យើងមានលក្ខណៈឆ្ងាញ់ហើយដល់នោះយើងចាក់ទឹកបន្តមកសម្រាប់ផ្លែពោតយើងត្រូវកាត់វាជាកង់ៗហើយយើងដាក់ចូលទៅក្នុងទឹកស៊ុបហើយនឹងរំងាស់រហូតដល់ពុះទឹកស៊ុបរបស់យើងពុះខ្លាំងហើយបន្តមកយើងធ្វើការដាក់ជាមួយនឹងសាច់មានដូចជាសាច់មាន់ហើយនឹងឆ្អឹងជំនីសាច់ជ្រូកដើម្បីយើងបង្កើនរសជាតិស៊ុបរបស់យើងបន្ទាប់ពីទឹកស៊ុបរបស់យើងពុះរួចហើយគឺយើងចាប់ផ្ដើមរៀបចំសាច់ដោយនេះគឺយើងហាន់សាច់គោជាបន្ទះស្ដើងៗហើយយើងមិចឬលាយជាមួយនឹងពងទាហើយនឹងបន្ថែមជាមួយទឹកខ្យងដើម្បីបង្កើនរសជាតិស៊ុបសាច់របស់យើងឲ្យមានលក្ខណៈឈ្ងុយឆ្ងាញ់សម្រាប់ការងារបន្តគឺដល់ការងារធ្វើប្រហិតត្រីស្លាតអញ្ចឹងមានថាសម្រាប់ប្រហិតត្រីស្លាតគឺយើងត្រូវលេបផ្សំជាមួយនឹងគ្រឿងមានអំបិលមានប៊ីចេងម្រេចហើយជាមួយនឹងដើមខ្ទឹមហើយយើងធ្វើការវាយដោយដៃដើម្បីធ្វើឲ្យសាច់ប្រហិតរបស់យើងគឺមានភាពស្វិតល្អហើយយើងដាក់ជាមួយនឹងទឹកស៊ុបនិងបង្កើននៅរសជាតិស៊ុបរបស់យើងគឺកាន់តែមានឲ្យជារសឈ្ងុយឆ្ងាញ់បន្ថែមទៀតជាមួយនឹងភាពស្វិតសម្រាប់ការងារបន្ទាប់គឺជាការងារធ្វើទឹកជ្រលក់ក៏ជាដើរតួនាទីសំខាន់មែនទែនពីព្រោះទឹកជ្រលក់វាអាចធ្វើឲ្យបង្កើននៅរសជាតិទឹកស៊ុបរបស់យើងគឺកាន់តែមានភាពឆ្ងាញ់ពិសាហើយក្នុងនេះប្រភេទផ្សំដែលសម្រាប់ធ្វើទឹកជ្រលក់ឬក៏ហៅថាទឹកត្រីបុកហ្នឹងគឺយើងមានម្ទេសអាចសាច់មានក្រូចឆ្មាដែលយើងប្រើជាប្រភេទក្រូចឆ្មាស្រស់មានខ្ទឹមសមានជីវ៉ាន់ស៊ុយដែលយើងប្រើជាមើមហើយនឹងដើមជីវ៉ាន់ស៊ុយដើម្បីបង្កើនក្លិនកាន់តែឈ្ងុយទៅដល់ទឹកជ្រលក់របស់យើងដើម្បីធ្វើឲ្យស៊ុបរបស់យើងកាន់តែមានភាពឈ្ងុយឆ្ងាញ់បន្តមកគឺយើងត្រូវវល់នៅបរិមាណទឹកក្រូចឆ្មាជាមួយនឹងប៊ីចេងស្ករដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុកហើយបន្តមកទៀតយើងបន្ថែមជាមួយនឹងម្ទេសជីវ៉ាន់ស៊ុយខ្ទឹមសចូលទៅក្នុងម៉ាស៊ីនក្រឡុកបន្តមកយើងចុចនៅប៊ីតុង Start នោះជាការស្រេចយើងនឹងទទួលបាននៅទឹកជ្រលក់មួយដែលមានរសជាតិឆ្ងាញ់ហើយនឹងមានពណ៌ស្រស់ល្អបន្ទាប់ពីយើងធ្វើការកិនបញ្ចូលគ្នារួចហើយយើងនឹងទទួលបាននៅទឹកជ្រលក់ឬក៏ទឹកត្រីបុកមួយដែលមានទាំងសោភ័ណភាពនិងឲ្យជារសឈ្ងុយឆ្ងាញ់បន្ទាប់ពីយើងធ្វើទឹកត្រីបុករួចយើងចាប់ផ្ដើមធ្វើទឹកម្រេចក្រូចឆ្មាអញ្ចឹងគ្រឿងផ្សំយើងមានអំបិលស្ករប៊ីចេងម្រេចម៉ដ្ឋនិងក្រូចឆ្មាហើយ
ជាលទ្ធផលទឹកជ្រលក់ដែលមានរសជាតិឈ្ងុយឆ្ងាញ់ចំនួន2មុខក៏បានរួចរាល់ទឹកត្រីបុកនិងទឹកម្រេចក្រូចឆ្មា អាហារពេលល្ងាចរបស់ពួកយើងក៏បានរួចរាល់តោះបងប្អូនចូលរួមញ៉ាំជាមួយពួកខ្ញុំ ម្ហូបឆ្ងាញ់គ្រួសារមានសុខភាពល្អជីវិតរីករាយ